ឆ្នាំ2026ដែលជាចំណុចរបត់ដ៏សំខាន់មួយនៃប្រវត្តិសាស្ត្រយោធាពិភពលោកនៅពេលនេះមិនត្រឹមតែមានភាពតានតឹងនោះទេប៉ុន្តែបានឈានចូលដល់យុគសម័យនៃការប្រដាប់អាវុធឡើងវិញយ៉ាងពេញទំហឹងតែលោកអ្នកដឹងទេថានៅដើមឆ្នាំ2026នេះចំណាយយោធាសកលបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពលគឺរហូតដល់ $2.63 trillion នេះគឺជាការកើនឡើងជាប់គ្នារយៈពេល12ឆ្នាំមកហើយសន្តិភាពអន្តរជាតិដែលយើងធ្លាប់ស្គាល់កំពុងត្រូវបានកែប្រែដោយការប្រកួតប្រជែងរវាងមហាអំណាចនិងការលេចឡើងនៃបច្ចេកវិទ្យាសង្គ្រាមថ្មីថ្ងៃនេះយើងនឹងមកលម្អិតថាតើនរណាជាអ្នកក្តោបក្តាប់អំណាចយោធាពិតប្រាកដតើចំនួនកំពុងកើតឡើងនៅណាខ្លះយើងក្រឡេកមកមើលសន្ទុះកម្លាំងយោធាឆ្នាំ2026មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចំណាត់ថ្នាក់និងចំនួនកងទ័ពលោកអ្នកប្រហែលជាគិតថាចិនឬអាមេរិកមានកងទ័ពច្រើនជាងគេតាមពិតទៅបង់ខ្លាដេះឯណោះទេដែលបានក្លាយជាប្រទេសដែលមានកងទ័ពសរុបច្រើនបំផុតលើលោកគឺដល់ទៅជិត7លាននាក់ដែលតាមពីក្រោយដោយវៀតណាមចំនួន 5.3 លាននាក់និងអ៊ុយក្រែន 4.1 លាននាក់ហើយអ្វីបានជាលេខរៀងប្រែប្រួលបែបនេះនោះគឺដោយសារតែប្រទេសទាំងនេះប្រើគំរូការពារជាតិសរុបបង់ក្លាដេសនិងវៀតណាមមានកងទ័ពសកម្មតិចតួចទេក៏ប៉ុន្តែពួកគេមានកម្លាំងបំរុងនិងកម្លាំងពាក់កណ្ដាលយោធារាប់លាននាក់ដែលត្រៀមលក្ខណៈកេណ្ឌបានភ្លាមបើទោះបីជាយ៉ាងណាបើយើងនិយាយពីកម្លាំងទ័ពសកម្មដែលត្រៀមប្រយុទ្ធភ្លាមវិញចិននៅតែឈរលេខ1ជាចំនួនមួយដែលមានកងទ័ពប្រមាណ 2 លាននាក់តាមពីក្រោយដោយឥណ្ឌារុស្ស៊ីនិងសហរដ្ឋអាមេរិកដែលមានទ័ពសកម្មលើសពី 1 លាននាក់រៀងៗខ្លួនឥឡូវនេះយើងក្រឡេកមកមើលសេដ្ឋកិច្ចយោធាវិញម្ដងឆ្នាំ2026គឺជាឆ្នាំដែលសហរដ្ឋអាមេរិកបំបែកគំនិតត្រាថវិកាយោធាផ្ទាល់ខ្លួនជាមួយនឹងគម្រោងចំណាយដល់ទៅ $1.01 trillion សម្រាប់ឆ្នាំ2026នៅអឺរ៉ុបវិញក៏មិនចាញ់គ្នាប៉ុន្មានដែរប្រទេសនៅក្នុងតំបន់អឺរ៉ុបបានបង្កើនការចំណាយយោធារហូតដល់ 12.6% ក្នុងឆ្នាំ2025ដើម្បីត្រៀមខ្លួនប្រឈមមុខទៅនឹងរុស្ស៊ីជាពិសេសអាល្លឺម៉ង់បានក្លាយជាក្បាលម៉ាស៊ីនរុញច្រានការចំណាយនៅអឺរ៉ុបបានបង្កើនថវិការហូតដល់ $107,000 លានក៏ប៉ុន្តែអំណាចយោធាមិនមែនវាស់វែងលើតែចំនួនកងទ័ពឬលុយនោះទេបច្ចេកវិទ្យា AI, drone ស្វ័យប្រវត្តិនិងប្រព័ន្ធបញ្ជាការដែលសម្រេចចិត្តដោយល្បឿនកុំព្យូទ័រកំពុងបានក្លាយជាអាវុធសម្រាប់វាសនាសមរភូមិក្រុមហ៊ុនយក្សដូចជាក្រុមហ៊ុនរបស់អាមេរិកនៅតែនាំមុខគេលើការលក់អាវុធសកលជាមួយចំណូល $64.6 លានយើងមិនអាចរំលងបានទេនៅសង្គ្រាមនៅអ៊ុយក្រែនដែលឥឡូវនេះបានឈានចូលដល់ឆ្នាំទី5ហើយគិតត្រឹមខែមេសាឆ្នាំ2026នេះស្ថានភាពគឺបានវាយប្រហារបែបស៊ីសាច់ហុតឈាមទិន្នន័យបានបង្ហាញពីការបាត់បង់ដ៏រន្ធត់រុស្ស៊ីត្រូវបានគេប៉ាន់ស្មានថាមានការបាត់បង់កងទ័ពស្លាប់និងរបួសសរុបប្រមាណដល់ទៅ 1,20,000 នាក់ចំណែកឯអ៊ុយក្រែនវិញបានបាត់បង់ចន្លោះពី 50,000 ទៅ 60,000 នាក់រុស្ស៊ីបានគ្រប់គ្រងតំបន់លូហែនទាំងស្រុងនៅថ្ងៃទី1ខែមេសាឆ្នាំ2026ក៏ប៉ុន្តែការរំកិលទៅមុខមានភាពយឺតយ៉ាវយ៉ាងខ្លាំងក្រៅពីអ៊ុយក្រែនក៏មានចំណុចក្តៅផ្សេងទៀតផងដែរនៅលើពិភពលោកដូចជាអាមេរិកនិងវេណេស៊ុយអេឡាសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការយោធានិងចាប់ខ្លួនប្រធានាធិបតី Nicolas Maduro មកកាត់ទោសដែលធ្វើឲ្យតំបន់ការ៉ីបៀនមានភាពកក្រើកដូចជាសង្គ្រាមនៅមជ្ឈមបូព៌ាសង្គ្រាមស្រមោលរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់កំពុងប្រែជាសង្គ្រាមផ្ទាល់បន្ទាប់ពីមេដឹកនាំក្រុមហាម៉ាស់និងហេសបូឡាត្រូវបានកម្ចាត់រីឯចំណុចនៅអាស៊ីអាគ្នេយ៍វិញក៏មានផងដែរការប៉ះទង្គិចគ្នាតាមព្រំដែនរវាងកម្ពុជានិងថៃផងដែរដែលត្រូវបានកត់ត្រាក្នុងបញ្ជីតាមដានរបស់ Global Firepower នៅខែមេសាឆ្នាំ2026នេះតើហេតុអ្វីបានជាពិភពលោកឈានមកដល់ចំណុចនេះគឺដោយសារតែការចុះខ្សោយនៃច្បាប់អន្តរជាតិនិងការប្រជែងឥទ្ធិពលរវាងមហាអំណាចអាមេរិកចិននិងរុស្ស៊ីឆ្នាំ2026គឺជាឆ្នាំដែលអំណាចយោធាមិនស្ថិតស្ថេរយើងឃើញមានការផ្លាស់ប្ដូរពីកងទ័ពអាជីពតូចៗមកជាការត្រៀមលក្ខណៈសង្គ្រាមទ្រង់ទ្រាយធំ
ដែលត្រូវបានចូលរួមពីប្រជាជនទាំងមូលដោយដែលឃើញនៅវៀតណាមនិងបង់ក្លាដេសបច្ចេកវិទ្យា AI នឹងបន្តផ្លាស់ប្ដូរមុខមាត់សង្គ្រាមក៏ប៉ុន្តែការចំណាយដ៏មហិមានឹងក្លាយជាបន្ទុកសេដ្ឋកិច្ចសម្រាប់បណ្ដាប្រទេសនានាសំណួរដែលនៅសេសសល់សម្រាប់យើងទាំងអស់គ្នាគឺតើការប្រដាប់អាវុធដ៏ខ្លាំងក្លានេះនឹងនាំមកនូវសន្តិភាពតាមរយៈការបង្ការឬក៏វានឹងនាំយើងទៅរកមហន្តរាយនៃសង្គ្រាមលោកលើកទី3